រៀបការថ្មីថ្មងអូនហើយនឹងបងនំគ្នាឡើងឋានសួគ៌មានប្តីប្រពន្ធមួយគូទៅតែរៀបការហើយថ្មីនៅរាត្រីផ្សំដំណេកគឺជារាត្រីដ៏អស្ចារ្យបំផុតសម្រាប់ពួកគេទាំងពីរនាក់ដោយសារពួកគេពីដើមឡើយមកពុំដែលដឹងពុំដែលយល់ថារាត្រីទឹកឃ្មុំនឹងវាយ៉ាងណានោះទេពេលនោះពួកគេមានការភ័យផងអរផងរំជើបរំជួលក្តុកដួលក្នុងអរ៉ាជាប្តីក៏មានការខ្មាស់អៀនហើយជាប្រពន្ធក៏មានការខ្មាស់អៀនដោយសារតែពួកគេមិនដែលធ្លាប់ប៉ុន្តែដោយទំនៀមទម្លាប់ប្រពៃណីចាស់បុរាណគាត់តែងតែនិយាយថារាត្រីទឹកឃ្មុំគឺជារាត្រីដែលសំខាន់បំផុតសម្រាប់ប្តីហើយនិងប្រពន្ធថ្មីថ្មងដូច្នេះពួកគេត្រូវតែរស់នៅជាមួយគ្នាត្រូវតែកេងជាមួយគ្នាគឺហាមដាច់ខាតមិនអាចកេងបែកគ្នាបានទេពីព្រោះធ្វើឲ្យមានការប៉ះពាល់ទៅតាមជំនឿទៅតាមបុរាណរបស់ពួកគាត់ពេលនោះហើយពួកគេក៏មិនដឹងធ្វើម៉េចក៏សម្រេចចិត្តថាចាប់ផ្ដើមទៅតាមការណែនាំរបស់ចាស់ទុំរបស់ឪពុកម្ដាយពេលដែលចូលដល់ក្នុងបន្ទប់ជាពិសេសនឹងរំលងអាត្រាតចំពេលដែលភ្ញៀវសាច់ញាតិពុកម៉ែបងប្អូនក៏ត្រឡប់ទៅផ្ទះវិញហើយអ្នកខ្លះក៏គេងលងលក់អស់បាត់ទៅដោយឡែកដៃប្រពន្ធមួយគូនេះពុំទាន់បានគេងនៅឡើយទេដោយសារតែពួកគេហត់អញ្ចឹងពួកគេទាំងពីរនាក់ក៏នាំគ្នាទៅមុជទឹកលុបលាងសម្អាតខ្លួនដោះសាប៊ូដោះអីឲ្យស្អាតដើម្បីបានឡើងទៅគេងជាមួយគ្នាដើម្បីឲ្យមានភាពស្រស់ស្រាយពីព្រោះពួកគាត់យល់ថាយប់ដំបូងគឺជារាត្រីទឹកឃ្មុំដូច្នេះពួកគេត្រូវតែស្អាតពួកគេត្រូវតែត្រជាក់ចិត្តលុះពេលមួយទឹករួចរាល់ពួកគេក៏ចាប់ដើមផ្លាស់ប្ដូរខោអាវហើយចូលគេងទៅពេលដែលចូលគេងជាធម្មតានោះប្រុសនិងស្រីឲ្យទៅនៅក្បែរគ្នាកណ្ដាលយប់អាត្រាតពួកគេតែងតែមានអារម្មណ៍ពួកគេតែងតែចង់បបោះអង្អែលនិយាយរួមទៅគឺក្តៅខ្លួនមិនថាអ្នកណាទេឲ្យតែនៅជាមួយគ្នាពាក់កណ្ដាលយប់ឬក៏មកយប់នៅក្បែរគ្នារហូតទោះបីជាពួកគេគិតថាមិនអាចទៅរួចក៏ពួកគេនៅតែមានអារម្មណ៍នៅតែចង់សាកចង់ដឹងនៅរឿងមួយនោះជាមិនខានចំណែកឯគូស្វាមីភរិយាថ្មីពីរនាក់នេះក៏ដូចគ្នាអញ្ចឹងដែរដោយខ្លាចខុសនឹងតំណមប្រពៃណីដោយខ្លាចខុសនឹងពាក្យសម្ដីរបស់ពុកម្ដាយចាស់ទុំផងពួកគេក៏ចាប់ដើមស្វះស្វែងចាប់ដើមរាត្រីទឹកឃ្មុំរបស់ពួកគេមិនឲ្យរំលងនៅក្នុងយប់នេះទេទោះបីជាពីមុនមកមិនធ្លាប់ក៏ដោយដូចនេះគេទាំងពីរក៏សម្រេចចិត្តបាត់ភ្លើងដើម្បីធ្វើរឿងមួយនោះលុះដល់ពួកគេប្រព្រឹត្តរួចដោយអ្នកខ្លះនិយាយថាចង់ដឹងថាភរិយារបស់យើងនៅព្រហ្មចារីឬក៏អត់អញ្ចឹងខាងប្រុសត្រូវតែពិនិត្យមើលពេលដែលគេងជាមួយគ្នារួចគឺមានឈាមឬក៏មានពណ៌ក្រហមអីអត់ចំណែកឯខាងប្រុសវិញក៏គាត់ធ្វើទៅតាមបំណាំទៅតាមពាក្យចាស់បុរាណទៅតាមពាក្យចចាមអារ៉ាមគាត់និយាយមែនគាត់បានបើកភ្លើងឲ្យពិនិត្យមើលនឹងថាតើមានឈាមពិតគាត់ឬអត់ពេលនោះគេក៏ឃើញនៅអ្វីដែលពួកគេបានប្រព្រឹត្តមែនពណ៌ក្រហមឆ្អៅទៅគេដឹងថាភរិយារបស់គេនឹងពិតជានៅព្រហ្មចារីពុំដែលបានប្រព្រឹត្តរឿងនោះម្ដងណាឡើយចំណែកឯភរិយាឃើញប្តីធ្វើអញ្ចឹងបើកភ្លើងមើលក៏អៀនប៉ុន្តែដោយសារតែភាពជាដៃគូភាពជាប្តីប្រពន្ធគេក៏ខំទប់អារម្មណ៍ធ្វើម៉េចឆាកជីវិតធម្មជាតិបង្កើតមកទាំងគេទាំងយើងតែងតែមានគូតែងតែជួបរឿងនឹងជិះមិនរួចឡើយលុះបន្ទាប់មកទៀតដោយសារតែធ្លាប់សាកល្បងម្ដងរួចហើយនាងជាប្តីនាងហើយនឹងប្តីរបស់នាងក៏ពុំបានបិទភ្លើងទេគឺពួកគេបើកភ្លើងពុំមានអៀនខ្មាស់នឹងគ្នាទេ
ក្រោយមកពួកគេតែងតែធ្វើរឿងនោះជារឿយហើយចំណែកឯខាងស្រីគាត់ក៏មានទីពោះហើយទីពោះកូនរបស់គាត់គឺជាកូនភ្លោះហើយជាពិសេសហ្នឹងភ្លោះហ្នឹងគឺឆ្លាស់គ្នាទៀតគឺអស្ចារ្យបំផុតទទួលបានចំណងដៃកូនភ្លោះប្រុសមួយស្រីមួយធ្វើឲ្យពិភពលោកហ្នឹងចង់កលាប់ចាក់ដោយសារតែអ្នកទាំងពីរពីព្រោះមិនដែលមានប្រវត្តិសាស្ត្រណាដែលមានកូនភ្លោះឆ្លាស់គ្នាអញ្ចឹងទេភាគច្រើនប្រុសគឺប្រុសទាំងពីរហើយស្រីគឺស្រីទាំងពីរចំណែកឯពួកគេភ្លោះឆ្លាស់គ្នាអញ្ចឹងគឺអស្ចារ្យធ្វើឲ្យអ្នកស្រុកអ្នកភូមិស្ងើចសរសើរថាពួកគេហ្នឹងពិតជាមិនបច្ចេកទេសធ្វើឲ្យល្អចឹងសោះ